ចាសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាផ្នែកដូចជាផ្នែករបស់យើងស្ងួតចាផ្នែកស្ងួតគឺចាប់ផ្ដើមធ្វើឲ្យយើងមានភាពមិនស្រួលរកាំរមាស់ក្តៅក្នុងភ្នែកកាហាយចាក្រហមភ្នែកឡើងសរសៃក្រហមរីកឆ្លោះឆ្លោះចាវាចាប់ផ្ដើមអាចចលនាសរសៃឈាមហ្នឹងគឺវាចាប់ផ្ដើមរត់នៅសូវស្រួលចាចឹងហើយវាមានចំណុចខ្លះគឺវាចាប់ផ្ដើមរួញចាញ់លក្ខណៈថាបាត់បែនវាស្ទះដូចសយោទឹកចឹងបងប្អូនចាហើយមួយទៀតវាចាប់ផ្ដើមឡើងក្រាស់ចាឬក៏ដុំពណ៌លឿងអាហ្នឹងវាចាប់ផ្ដើមដុះកតុយថ្លែនហើយបញ្ហាផ្នែកដុះកតុយថ្លែននេះវានឹងរីករាលដាលក្រាស់ម្ដងតិចលយចូលទៅក្របទៅដល់កៅភ្នែកពណ៌ខ្មៅដែលហៅថាប្រស្រីភ្នែកហ្នឹងឬក៏វាអាចឈានទៅបាំងទៅដល់រុនប្រស្រីកូនកំមុំភ្នែកនៅត្រង់ចំណុចកណ្ដាលទៀតចាហើយវាផ្ដល់ផលរំខានដល់កិច្ចការងារប្រចាំថ្ងៃក៏ដូចជាការរស់នៅរបស់យើងណាចាគឺវាចាប់ផ្ដើមបាំងស្វាំងហើយចាប់ផ្ដើមធ្វើទុកយើងចាជាហូរហែមានរកាំមានរមាស់ចាសាហ៊ីហូរទឹកភ្នែកចាក់ធ្វើឲ្យយើងចង់ប៉ះចង់ញីចង់ឆ្លីចាឬក៏វាក្រហមដោយសារវាមានការរលាកបង្ករោគដោយសារភ្នែករបស់យើងមានស្ងួតដែរអញ្ចឹងឬក៏ទឹកភ្នែកយើងវាអត់សូវមានគុណភាពល្អចាវាឆាប់រហួតអស់ចាអាហ្នឹងវាតកតងគ្នាផ្នែកស្ងួតនិងផ្នែកកតុយថ្លែនហ្នឹងអាការៈវាចាវាប្រហាក់ប្រហែលគ្នាដូចគ្នាទេបងប្អូនចាអញ្ចឹងបងប្អូនដែលគាត់ពុំមានបញ្ហាមិនថាស្ងួតមិនថាដុះកតុយថ្លែនចាបងប្អូនមិនថាកើតតែម្ខាងឬក៏កើតទាំងសងខាងទេបងប្អូនខាងខ្ញុំមានដំណោះស្រាយជូនជាផលិតផលចម្រាញ់ពីធម្មជាតិជាប្រភេទគ្រាប់សម្រាប់លេបចាឱសថគ្រាប់ខាងយើងគឺផ្ដោតសំខាន់3ចាទី1គឺចូលទៅជួយរំលាយសាច់ខ្លាញ់កតុយថ្លែនដែលដុះក្រាស់ក្រប់នៅលើភ្នែករបស់យើងទី2ជួយឲ្យភ្នែករបស់យើងមានសំណើមទី3គឺវាបានចូលទៅបំពេញបន្ថែមពពួកវីតាមីនសារធាតុចិញ្ចឹមនិងជួយចាជួសជុលស្ដាររាល់កោសិកាដែលបានខូចខាតឬក៏មានបញ្ហាចាឲ្យវាល្អប្រសើរឡើងតិចម្ដងចាជួសជុលពីខាងក្នុងចារហូតទៅដល់ការរំលាយសាច់ខ្លាញ់នៅខាងក្រៅចាអញ្ចឹងបងប្អូនដែលគាត់មានបញ្ហាមិនថាស្ងួតមិនថាកតុយថ្លែនឬបញ្ហាធំដូចជាភ្នែកឡើងបាយរលាកបាតភ្នែកឬក៏ទឹកដក់ក្នុងភ្នែកទេចាក៏យើងមានដំណោះស្រាយជូនដែរអញ្ចឹងហើយពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាភ្នែកចាបានច្រើនកន្លែងហើយឬក៏ប្រើប្រាស់ផលិតផលអស់ច្រើនមុខច្រើនប្រភេទហើយចាអត់ត្រូវអត់ធូរអត់ថយអត់បាត់ពុកម៉ែបងប្អូនកុំតាន់អាលអស់សង្ឃឹមអាចងាកមកសាកល្បងជាមួយនឹងផលិតផលឱសថគ្រាប់លេបពីខាងនេះខ្ញុំបានចាយើងមានជាជំរើសឈុតតូចចាឈុតកណ្ដាលនិងឈុតធំបងប្អូនចាអាចយកជំរើសឈុតតូចយកទៅប្រើប្រាស់សាកល្បងសិនក៏បានដែរចាអញ្ចឹងរាល់ចម្ងល់ពុកម៉ែបងប្អូនអាច comment សួរឬក៏ឆាតចូលទៅក្នុង TikTok ក៏បានដែរឬក៏តំណងតាមរយៈលេខចា068 55 30 9 9លេខ07 26 46 62និងលេខ017 63 57 17ចាអត់ចង់ call អាច add Telegram ឆាតបានចាហើយធានានៅគុណភាពនិងប្រសិទ្ធភាពប្រើប្រាស់អត់មានផលប៉ះពាល់ទេបងប្អូនចាអញ្ចឹងពុកម៉ែបងប្អូនដែលចាប់អារម្មណ៍អាចតាក់ទងមកបានចាអរគុណ